ស្មារតីតែមួយក្រុមយុវជនបូជាការពារយុត្តិធម៌ក្រុមការបញ្ជាផ្ទាល់ពីអ្នកអាជ្ញាលេងនវត្រាបន្តស្រដៃគ្នាដ៏រឹងមាំរៀបចំស្បៀងអាហារលើកទឹកចិត្តគាំទ្រដល់កងទ័ពជួរមុខនិងប្រជាជនភាសាក្នុងកលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវក្រុមយុវជនបូជាការពារយុត្តិធម៌ក្រុមការដឹកនាំរបស់អ្នកអាជ្ញាលេងនវត្រា16ខែធ្នូនេះបាននឹងកំពុងបន្តស្រដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំនិងការលើកទឹកចិត្តកងទ័ពជួរមុខនិងប្រជាជនភាសាជាពិសេសបង្ហាញការគាំទ្រនិងជឿជាក់លើសម្ដេចតេជោសម្ដេចធិបតីរាជរដ្ឋាភិបាលនិងវីរៈកងទ័ពដ៏អង្អាចក្លាហានដើម្បីការពារបូរណភាពទឹកដីចាប់តាំងពីមានការវាយប្រហារឈ្លានពានជាថ្មីពីសំណាក់យោធាថៃអ្នកអាជ្ញាលេងនវត្រាប្រធានសព័ន្ធយុវជនបូជាការពារយុត្តិធម៌បានចាប់តាំងក្រុមយុវជនទាំងនៅរាជធានីភ្នំពេញឈរជើងក្បែរសមរភូមិនាំយកអំណោយជូនវីរៈកងទ័ពជួរមុខនិងជនភាសាជាបន្តដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរនៅពេលនេះជាពិសេសស្មារតីសាមគ្គីភាពកាន់តែរឹងមាំរបស់ក្រុមយុវជនបានបង្ហាញឲ្យឃើញនៅកម្លាំងដ៏រឹងមាំនៃមហាគ្រួសារជាតិខ្មែរក្នុងកលៈទេសៈដែលប្រទេសជាតិកំពុងជួបបញ្ហានៃការលំបាកដោយសារតែការឈ្លានពានពីប្រទេសជិតខាងនៅពេលខ្មែរបូករួមចូលគ្នាគ្មានអំណាចណាអាចមកបំបាក់បានសូម្បីតែកងកម្លាំងយោធានិងអាវុធក៏មិនអាចយកឈ្នះស្មារតីសាមគ្គីជាតិបានឡើយនេះជាមូលហេតុដែលមហាសាមគ្គីជាតិតែងតែជាកម្លាំងស្នូលសម្រាប់ការពារប្រទេសជាតិ